ជាន់ចុងក្រោយនៃប៉មម្លាសាត្រូវបានបើកជាន់ទី100ប៉មកាន់តែវិបាកគ្រប់ជាន់ហើយមនុស្សគឺទន់ខ្សោយទោះបីជាបែបនេះក៏ដោយមនុស្សនៅតែបន្តឡើងលើប៉មដូច្នេះហើយជីវិតអ្នកប្រមាញ់ទាំង7នាក់ត្រូវបានគេបោះបង់គ្រប់គ្នារួមទាំងខ្លួនខ្ញុំផងមានក្រុមសមាជិក Guild ដែលបានជួយពួកគេក្នុងដំណើរដ៏លំបាកប៉ុន្តែរឿងនៅតែដដែលគ្រប់គ្នាត្រូវបានស្លាប់ជាមួយនឹងអ្នករស់រានមានជីវិតតែម្នាក់គត់គឺអ្នកប្រមាញ់ថ្នាក់អេសចុងក្រោយគ្រាន់តែខ្ញុំគឹមយីយុងគេបានហៅឈ្មោះនាងយីយុងនិយាយថាអ្នកមិនហ៊ានហៅឈ្មោះខ្ញុំជាមួយរាងកាយនេះទេឯងកំពុងស្អប់ខ្ពើមចំពោះការមានស័ក្តិសមស្ដាប់បាននិយាយថាចវាយនាយនៃប៉មបានបង្ហាញខ្លួនគាត់ធ្វើសកម្មភាពជំនាញចវាយនៃប៉មជាន់ទី33ការភ័យខ្លាចក្នុងការអនុវត្តដោយប្រើពស់ដើម្បីវាប្រហារនាងក៏មានការបំផ្ទុះធំមួយហើយរនាំងការពេលបានលេចឡើងនាងនិយាយថាខ្ញុំពិតជាអាចស្លាប់ប្រសិនបើខ្ញុំបាត់បង់នៅទីនេះស៊ីស្ទឹមនិយាយថាការធ្វើសកម្មភាពជំនាញរលកពេលព្រឹកនាងក៏បានប្រើដាវពស់បំបែកបិសាចនោះជាពីរនាងនិយាយថានាងមិនអាចឆ្លងកាត់រឿងបែបនេះទៀតទេស្លាប់ត្រឡប់មកវិញបន្ទាប់មកឡើងលើប៉មរស់នៅបន្តមកស្លាប់បន្តមករស់ស្លាប់ហើយស្លាប់ទៀតខ្ញុំធន់នឹងការត្រឡប់ឡើងលើប៉មពីខាងក្រោមខ្ញុំបានឆ្លងកាត់ការកែតម្រូវដ៏អាក្រក់លេខ58ដងហើយខ្ញុំថែមទាំងបានចងចាំនៅគំរូទាំងនេះស៊ីស្ទឹមនិយាយថាការធ្វើសកម្មភាពជំនាញចវាយនៃប៉មជាន់ទី66អនុវត្តការភ័យខ្លាចធ្វើសកម្មភាពជំនាញអន្ទាក់របស់អាស្មាឌីធ្វើសកម្មភាពជំនាញចវាយនៃប៉មជាន់ទី99ការភ័យខ្លាចនៃការអនុវត្តធ្វើអសកម្មជំនាញការរារាំងមិនឲ្យមានគ្រោះថ្នាក់យីយើងនិយាយថានាងបានទន្ទេញចាំនៅគម្រោងនៃការវាយប្រហាររបស់គាត់រហូតដល់ចំណុចដែលពួកគេអាចបង្ហាញនៅក្នុងសុវត្ថិរបស់នាងយីយើងនិយាយថានាងនឹងធ្វើឲ្យបានសម្រេចដើម្បីត្រឡប់ទៅផ្ទះរបស់នាងវិញដោយបើការវាយប្រហារទៅលើចវាយនៃប៉មដែលធ្វើឲ្យគាត់ខ្ទាតទៅម្ខាងក៏លេចឡើងនៅច្រវាក់ជាច្រើនមកហូមពតគាត់ចិត្តគាត់ព្យាយាមឲ្យឈ្មោះយីចង់ប៉ុន្តែត្រូវនាងយកដាវចាក់ទម្លុះខ្លួនគាត់រួចនិយាយថាមនុស្សម្នាក់នេះបានស្លាប់ទៅហើយដូច្នេះសូមដកខ្លួនចេញពីជីវិតរបស់ខ្ញុំទៅតែគាត់ស្លាប់ហើយស៊ីស្ទឹមនិយាយថាអ្នកគ្រប់គ្រងជាន់ចុងក្រោយមេលេប៉មត្រូវបានបំផ្លាញស៊ីស្ទឹមនិយាយទៀតថាអ្នកបានជួលលក្ខណៈដើម្បីជំរុញខ្វែចុងក្រោយនាងគិតថាវាចប់ហើយទីយើងនិយាយថាវាពិតជាចប់ហើយនៅពេលនេះខ្ញុំគួរតែចងចាំ 4K និយាយថាវាមិនទាន់ចប់តែរហូតដល់វាចប់បិសាចភូនិយាយថាខ្ញុំមិនជឿតែខ្ញុំអាចចេញមនុស្សទេវាមិនអាចកើតឡើងទេគម្រោងដ៏ធំរបស់ខ្ញុំមិនទាន់ចប់ទេទីយើងនិយាយថាអ្វីដែលអ្នកនិយាយថាការបំផ្លាញដូច្នេះមានផែនការដ៏អស្ចារ្យមួយចំនួនជាការប្រសាណាប្រសិនបើមានអ្វីមួយដែលដូចជាការគ្រប់គ្រងពិភពលោកវាមិនល្អខ្លាំងណាស់នេះមែនទេនេះមិនមែនជាការច្នៃប្រឌិតខ្លាំងណាស់ស៊ីសំនិយាយថាស្ដេចនៃរលកនឹងការព្យាបាលបង្ហាញការសោកស្ដាយរបស់គាត់ដែលអ្នកកំពុងត្រឡប់ទៅពិភពដើមរបស់អ្នកវិញស៊ីសំនិយាយទៀតថាព្រះអង្គម្ចាស់ឈាមដល់ក្រកឥឡូវនេះកំពុងស្រក់ទឹកភ្នែកហេតុអ្វីបានជាអ្នកយំនេះគ្រាន់តែជារបៀបដែលវាគឺជាតែយើងបានចំណាយពេលនៅជាមួយគ្នាយូរប៉ុណ្ណាហើយយើងមិនបានឃើញគ្រប់គ្រាន់ទេខ្ញុំគិតថាវាដល់ពេលដែលត្រូវចែកផ្លូវគ្នាហើយស៊ីស្ទឹមនិយាយថាព្រះអង្គម្ចាស់នៃសេចក្តីរបស់មិនទាន់អ្នកដោយសួរថាតើអ្នកអាចនិយាយបែបនេះយ៉ាងដូចម្តេចយើងនិយាយថាប៉ុន្តែឥឡូវនេះយើងចាស់ហើយសូមអនុញ្ញាតឲ្យខ្ញុំទៅផ្ទះវិញឆ្កែរបស់ខ្ញុំកំពុងរងចាំខ្ញុំម៉ាថេរបស់ខ្ញុំប្រហែលជាកំពុងរងចាំខ្ញុំដល់អន្ទះសាស៊ីស្ទឹមនិយាយថាស្ដេចនៃរលកនឹងកាប់ជាបាក់យ៉ាងហោចបង្ហាញថានៅពេលដែលសិទ្ធិកាន់កាប់ត្រូវបានបញ្ចប់សិទ្ធិឆ្កែនឹងមិនដឹងពីពេលវេលានោះទេដោយដែលអ្នកនឹងត្រឡប់ទៅពេលវេលាដើមរបស់អ្នកយើងនិយាយថាអញ្ចឹងមែនឬខ្ញុំគិតថាខ្ញុំជាមនុស្សម្នាក់ដែលកំពុងរងចាំខ្ញុំកំពុងស្លាប់ដើម្បីមើលឆ្កែរបស់ខ្ញុំបិសាចភុននិយាយថាខ្ញុំនឹងសងសឹកមនុស្សយើងនិយាយថាអ្នកមានការតស៊ូសងសឹកមិនមែនខ្ញុំទេប៉ុន្តែនៅលើអ្នកនិពន្ធដែលខ្វះការច្នៃប្រឌិតវានិយាយទៀតថាចាប់តាំងពីអ្នកបានបំផ្លាញក្តីសម្បត្តិរបស់ខ្ញុំក៏នឹងបំផ្លាញបំណងប្រាថ្នាដ៏ខ្លាំងបំផុតរបស់អ្នកតែនិយាយមិនទាន់ចប់ផងក៏ត្រូវស៊ីមេដាទៀតបាត់ហើយយើងនិយាយថាបើឯងនឹងស្លាប់ចូលស្លាប់ជាជាងយើងតែឯងដឹងទេថាឯងបានសម្លាប់មនុស្សប៉ុន្មានអ្នកឯងនិយាយថាឯងមានក្តីសម័យដ៏យូរអង្វែងតែឯងគិតថាមនុស្សផ្សេងទៀតមិនមានវាទេងាប់ហើយឯងល្ងងណាស់វាបាននិយាយថានៅក្នុងជីវិតបន្តរបស់អ្នកបំណងប្រាថ្នារបស់ខ្ញុំនឹងខ្លាចជាការពិតអ្នកនឹងរស់នៅទីនេះជារៀងរហូតនាងគិតថាវានិយាយដោយវាកំពុងឆ្លងកាត់ទីសំនិយាយថាព្រះអង្គម្ចាស់ជាមកក្រដាក់ម្លាសាម្ចាស់ប៉មដល់ម្លាសាដែលមិនអាចនិយាយបានស្ដេចនៃរលកនឹងការព្យាបាលថ្កោលទៅយ៉ាងខ្លាំងចំពោះម្ចាស់ប៉មព្រះអង្គម្ចាស់នៃសេចក្តីល្បងពីឧទានអ្នកគួរប្រើថាជាការដុតបំផ្លាញនគរជាជាងពង្រឹងវាយើងនិយាយថាបំភ្លេចវាចោលទៅអ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើគឺជំរុញការស្វែងរកទោះបីជាគាត់ជេរខ្ញុំក៏ដោយខ្ញុំគឺជាអ្នកឆ្កែនៅទីបញ្ចប់ System និយាយថាស្ដេចនៃរលកនឹងការព្យាបាលសរសើរប្រាជ្ញារបស់អ្នកព្រះអង្គម្ចាស់នៃសេចក្តីល្បងអ្នកដោយការផ្ដល់ជូនដើម្បីធ្វើឲ្យអ្នកសុបិនអំពីកូនឆ្កែ100ដងទៀតយើងនិយាយថាឈប់ល្បងខ្ញុំ System និយាយទៀតថាប
ព្រះអង្គម្ចាស់ឈាមអាក្រក់ណែនាំថាគាត់អាចក្លាយជាកូនឆ្កែយើងនិយាយទៀតថាខ្ញុំថាឲ្យឈប់តែលោកតាអាយុប៉ុន្មានហើយនេះខ្ញុំនិយាយថាព្រះអង្គម្ចាស់ឈាមអាក្រក់តវ៉ាយ៉ាងខ្លាំងថាគាត់មិនមែនជាជីតាទេព្រោះគាត់ជាឈាមពេលកណ្ដាលយើងនិយាយទៀតថាលើឆ្នេះអ្វីខ្ញុំមានអាយុជាង500ឆ្នាំហើយខ្ញុំនិយាយថាព្រះអង្គម្ចាស់ឈាមអាក្រក់ធ្វើជុំវិញដល់ប្រាប់អ្នកឲ្យជំរុះការស្វែងរកឲ្យបានចាក់រហ័សនិងទទួលបានរង្វាន់របស់អ្នកនិយាយថានេះហើយជាសិទ្ធិខ្ញុំមិនអាចបិទវាទៀតទេខ្ញុំបានជំរុះវាទីបំផុតខ្ញុំអាចសម្រាប់ជំរុះរង្វាន់ឲ្យបានឆាប់ខ្ញុំនិយាយថាជំនឹងជាបន្តប្រព័ន្ធបានជួបបញ្ហាមួយហើយវាកំពុងត្រូវបានជួសជុលជាមិនទាន់យើងចង់បង្ហាញការដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់យើងចំពោះអ្នកប្រើប្រាស់របស់យើងសម្រាប់ការអត់ធ្មត់របស់ពួកគេខណៈពេលដែលបញ្ហានេះកំពុងដោះស្រាយយើងនិយាយថាអ្វីទៅជាថារួចនេះជាលើកទី1របស់ខ្ញុំដែលឃើញការចូលដំណឹងប្រភេទនេះស្ថានភាពខ្ញុំនិយាយថាអ្នកមិនអាចមើលស្ថានភាពបច្ចុប្បន្នបានទេចុះ Quest ខ្ញុំនិយាយទៀតថាបច្ចុប្បន្ននេះអ្នកមិនអាចមើល Quest របស់អ្នកបានទេអ្នកនិយាយទៀតថាចុះចំណែករង្វាន់វិញតើខ្ញុំនឹងត្រូវបានផ្ដល់សំណងដល់របៀបណាខ្ញុំនិយាយថាការជួយដំណឹងប្រព័ន្ធបច្ចុប្បន្ននៃប្រព័ន្ធកំពុងធ្វើការជួសជុលសូមរងចាំបន្តិចយើងនិយាយថាតើនេះជាអ្វីទៅឆាប់ឲ្យខ្ញុំនៅរង្វាន់ឥឡូវនេះយកខ្ញុំទៅវិញខ្ញុំនិយាយថាកលឺថ្ងៃនេះអ្នកប្រមាញ់ថ្នាក់ឯកាន់តែច្រើនភាពរឹងមាំដែលពួកគេខ្លាចជាពិតជាសប្បាយណាស់ខ្ញុំនិយាយថាកលឺថ្ងៃនេះការងារបន្តអ្នកប្រមាញ់ថ្នាក់ឯទទួលបានភាពរឹងមាំដែលពួកគេបានកំណត់ត្រូវបានចេញផ្សាយខ្ញុំបាននិយាយទៀតថាចុះការមើលការងារបន្តរបស់ Deuce ចុះបានអ្នកប្រមាញ់ថ្នាក់ B ខ្លាចជាកូនស្រីអ្នកអុកញ៉ាពេលនេះខ្ញុំនិយាយថាហេតុអ្វីបានជាមានចំណងជើង GCE សម្រាប់គម្រោងបន្តខ្ញុំនិយាយថាការជួសជុលប្រព័ន្ធត្រូវបានបញ្ចប់ខ្ញុំនិយាយទៀតថាការស្វែងរកថ្មីត្រូវបានរកឃើញហើយអបអរសម្រាប់ Quest ត្រូវបានជំរុញយ៉ាងល្អឥតខ្ចោះនិយាយថាបេះដូងខ្ញុំកំពុងលោតSystem បាននិយាយថាខ្លឹមសារនៃរង្វាន់នឹងផ្លាស់ប្ដូរ Quest ទៅជាកំហុសប្រព័ន្ធ System និយាយថា Quest ត្រូវបានផ្ដល់ជូនការផ្ដល់រង្វាន់ពីមុនបញ្ចប់នៃការកម្មកាប់ត្រឡប់ទៅពិភពលោកនៃប្រភពដើមទទួលបានរង្វាន់ច្បាស់លាស់បញ្ចប់ការកម្មកាប់ការចាប់កំណើតឡើងវិញជាតួសំខាន់នៃប្រឡំលោកមួយទៀតតើនេះមានន័យថាយ៉ាងម៉េច System បាននិយាយថាសំតោគឹមជាញងដោយសារមានបញ្ហានៅក្នុងប្រព័ន្ធវាបង្ហាញថាវានឹងមិនអាចផ្ដល់សំណើដែលបានសន្យាបានទេទៅវិញរង្វាន់ដ៏ប្រសើរមួយត្រូវបានរៀបចំឡើងសេចក្តីជូនដំណឹងអំពីប្រព័ន្ធអ្នកនឹងមានតួនាទីសំខាន់នៃការងារបន្តរបស់អ្នកម្ដងទៀតចុះបើអ្នកប្រមាញ់ថ្នាក់ឯកជាកូនស្រីរបស់អ្នកអុកញ៉ាខ្ញុំនិយាយទៀតថារិសាប្រឡំនេះគួរឲ្យចាប់អារម្មណ៍ផងដែរយើងប្រកាសថាអ្នកនឹងពេញចិត្តយើងចង់និយាយថាឲ្យហៅទៅអ្នកគ្រប់គ្រងខ្ញុំនិយាយទៀតថាសូមរីករាយជាមួយចុះបើអ្នកប្រមាញ់ក្នុងថ្នាក់ឯកបានខ្លាចជាកូនស្រីរបស់អ្នកអុកញ៉ា